បាទសូមជម្រាបជូនថានៅវេលាថ្ងៃត្រង់ថ្ងៃទី24ខែកក្កដាឆ្នាំ2026នេះនៅច្រកអន្តរជាតិប៉ោយប៉ែតនិងភាគីខាងថៃគឺច្រកខ្លងលឹកយើងមានកម្មវិធីបណ្ដេញចេញជនជាតិថៃចំនួន36នាក់និងយើងទទួលបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងមកវិញចំនួន67នាក់បន្ទាប់ពីយើងធ្វើពិធីនេះចប់បានន័យថាពេលដែលយើងប្រគល់ជនជាតិថៃឲ្យទៅភាគីខាងថៃហើយទទួលបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងមកដល់វិញហើយនោះគឺច្រកទ្វារធំតែច្រកទាំងពីរនេះគឺចាក់សោបិទឡើងវិញគឺយើងបើកត្រឹមតែការធ្វើពិធីបណ្ដេញចេញនិងទទួលចូលប៉ុណ្ណឹងទេចឹងបញ្ជាក់ជូនអញ្ចឹងនៅវេលាថ្ងៃត្រង់ថ្ងៃទី24ខែកក្កដាឆ្នាំ2026នេះគឺយើងមានកម្មវិធីបណ្ដេញចេញបញ្ជូនចេញជនជាតិថៃ36នាក់និងទទួលបងប្អូនប្រជាជនកម្ពុជាយើងចូលវិញ67នាក់ដោយយើងបានឯកភាពគ្នាបើកច្រកទ្វារធំហើយយើងបណ្ដេញចេញបញ្ជូនចេញនិងទទួលចូលក្នុងពេលតែមួយនៅលើស្ពានដែលជាចំណុចកណ្ដាលតែម្ដងដូច្នេះសូមបងប្អូនមេត្តាជ្រាបជាព័ត៌មានសូមអរគុណ